ជំរាបសួរអ្នកគ្រូនិងជំរាបសួរមិត្តរួមទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកណែនាំអ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់នៅប្រដាប់បញ្ចុះសលេងដែលវាមានរូបរាងហើយទាំងតើវាអាចកាត់បន្ថយសលេងខានបានប្រមាណ%ដែរក្នុងការប្រើប្រាស់នោះហើយរបបនេះគឺខ្ញុំបានប្រើប្រាស់អស់រយៈពេលចុងជា1ឆ្នាំដែរជាមួយថ្ងៃនេះខ្ញុំប្រាប់ពីរបៀបប្រើប្រាស់ហើយចំណុចពិសេសរបស់វាបាទឥឡូវយើងចូលទៅកាន់វីដេអូរបស់គ្នាបាទនេះអ្នកទាំងអស់គ្នាចំណុចទី1ដែលនៅកន្លែងនេះគឺអ្នកដែលឃើញគឺមានរូបកាសកន្លែងហ្នឹងគឺយើងអាចដោតកាសស្ដាប់នៅពេលដែលយើងកំពុងតែបញ្ចូលសំឡេងបដានិងស្ដាប់បដាកន្លែងហ្នឹងន័យថាយើងអាចស្ដាប់នៅសំឡេងដែលយើងកំពុងតែបញ្ចូលនឹងបានអានឹងចំណុចទី1អ្នកនរគ្នានេះគឺចំណុចទី2កន្លែងនេះអ្នកនេះឃើញមានពីទូទឹកធំនោះមានន័យថាកន្លែងហ្នឹងគឺយើងអាចបង្វិលវាអានេះយើងអាចបន្ថយសំឡេងដែលយើងនិយាយចូលទៅណាចុះយើងអាចបន្ថយវាឬមួយក៏បិទតែវាយើងចង់ឲ្យចូលឬខ្លាំងដល់ពេលដែលយើងកំពុងនិយាយហើយយើងអាចមូលមកវាឲ្យអស់មកអានឹងយើងអាចលឺបានខ្លាំងហើយចំពោះចំណុចទី3កន្លែងនេះគឺសំខាន់ជាងគេកន្លែងនេះគឺកន្លែងដោតដូចគេថាកន្លែងដោតដូចទៅពេលដែលយើងដាក់ខ្សែពេលដែលយើងត្រៀមនិយាយគេថាកន្លែងដោតដូចខ្សែចឹងគឺកន្លែងនេះគឺសំខាន់ជាងគេដោយវាគឺមានពីរដែរអ្នកគ្នាគឺសម្រាប់ប្រើប្រាស់ជាមួយកុំព្យូទ័រនិងទូរស័ព្ទដៃដែរហើយមួយទូរស័ព្ទក៏បានដែរអាហ្នឹងតែគាត់ណាអានេះគឺវាអត់កាត់បន្ថយសលេងរំខានបានទាំងអស់ទេវាអត់ដូចរបស់ថ្ងៃទេចឹងណាគួរសមទេសូមអរគុណ